មានអារម្មណ៍ថាធុញថប់ជាមួយនឹងជីវិតនៅក្នុងក្រុងឯងអញ្ចឹងសាក់មកលេងនៅតាមជនបទម្ដងមើលដឹងតែអេមតែម្ដងហើយឃើញនៅស្រុកស្រែអញ្ចឹងឯណាប៉ុន្តែទេសភាពមើលថ្ងៃលិចនឹងគឺស្អាតខ្លាំងមែនទែនហើយអ្វីដែលកាន់តែពិសេសនោះគឺនៅពេលដែលបងប្អូនមកលេងនៅតាមទេសភាពជនបទហើយកុំភ្លេចទៅទិញបន្លែដែលប្រជាជនរបស់យើងដាំដុះនៅក្នុងតំបន់ផងណាហើយទេសភាពដែលមើលថ្ងៃលិចស្រស់ស្អាតនៅតាមជនបទនេះគឺស្ថិតនៅក្នុងស្រុកពួករបស់យើងទេបាទគឺមិនជាឆ្ងាយប្រហែលទេហើយស្ថិតនៅក្នុងឃុំសំរោងយាហើយមួយថ្ងៃយើងធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយអ្នកខ្លះទៀតក៏ធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យមួយអាទិត្យនឹងគឺធ្វើការ7ថ្ងៃជាប់គ្នាតែម្ដងដោយភ្លេចគិតអំពីសុខភាពផ្លូវចិត្តរបស់ខ្លួនហើយអ្នកខ្លះទៀតនឹងក៏ធ្វើការតាំងពីថ្ងៃមិនទាន់រះរហូតដល់ថ្ងៃលិចទៅវិញហើយក៏មិនទាន់បានឈប់សម្រាកដែរអញ្ចឹងហើយយើងសាកឲ្យកាដូដល់សុខភាពផ្លូវចិត្តរបស់យើងរយៈពេល30នាទីជាមួយនឹងទេសភាពបែបជនបទម្ដងមើលហើយប្រសិនបើយើងមិនដឹងថាយើងគួរតែផ្ដល់កាដូដល់សុខភាពផ្លូវចិត្តរបស់យើងនៅទីណាដែលល្អនោះទេគឺខ្ញុំមានកន្លែងមួយដែលណែនាំដល់បងប្អូនទាំងអស់គ្នាហើយស្ថិតនៅក្នុងស្រុកពួករបស់យើងទេគឺយើងតែងតែស្គាល់ថាជាកន្លែងពោពងដែលបងប្អូនរបស់យើងនៅក្នុងតំបន់ហ្នឹងគឺបានស្គាល់រួចទៅហើយបាទហើយនៅពេលដែលយើងបានមកលេងពោពងហើយក៏មានកន្លែងដែលមើលទេសភាពថ្ងៃលិចស្រស់ស្អាតជាមួយនឹងវាលស្រែពណ៌មាសស្អាតតែម្ដងបន្ទាប់ពីបងប្អូនច្រូតកាត់ហើយគឺយើងនៅមានច្រាំងតិចមកគឺទេសភាពស្អាតមែនទែនហើយនៅពេលដែលយើងបានទៅដល់នៅតំបន់នោះហើយគឺកុំភ្លេចឈៀងចូលមើលការដាំដុះរបស់ប្រជាជនរបស់យើងនៅក្នុងតំបន់នៅក្នុងស្រុកភូមិរបស់គេផងដែរហើយយើងក៏អាចជួយទិញនៅបន្លែរបស់គាត់នៅនឹងកន្លែងដែលគាត់ដាំផ្ទាល់ផងក៏បានដែរហើយបើនិយាយអំពីទេសភាពថ្ងៃលិចជាមួយនឹងរោងបន្លែរបស់ប្រជាជនរបស់យើងវិញហ្នឹងគឺកន្លែងហ្នឹងគឺស្រស់ស្អាតមែនទែនបាទនៅពេលដែលយើងថតរូបអីហ្នឹងហើយយើងអង្គុយលេងយើងដកបន្លែជួយដកបន្លែឲ្យគាត់ផងទៅគឺទេសភាពហ្នឹងគឺស្អាតមែនទែនអញ្ចឹងនៅពេលដែលយើងបានទៅដល់ទីនោះគឺអត់មានអ្វីដែលខាតទេគឺមានតែចំណេញទី1ហ្នឹងគឺយើងបានថតរូបនៅទេសភាពស្អាតជាមួយនឹងទេសភាពថ្ងៃលិចជាមួយនឹងរោងបន្លែរបស់យើងហើយទី2នោះយើងអាចទិញបន្លែស្រស់តែម្ដងនៅនឹងកន្លែងផ្ទាល់តែម្ដងហើយតម្លៃក៏ធូរថ្លៃដែរហើយទី3នោះគឺយើងបានមានឱកាសក្នុងការផ្ដល់កាដូដល់សុខភាពផ្លូវចិត្តរបស់យើងជាមួយនឹងទេសភាពនៅតាមជនបទហើយសម្រាប់បងប្អូនដែលចូលចិត្តថតរូបហ្នឹងគឺដឹងតែអេមតែម្ដងជាមួយនឹងទេសភាពថ្ងៃលិចស្រុកស្រែជាមួយនឹងរោងបន្លែក៏ដូចជាវាលស្រែហ្នឹងគឺស្អាតខ្លាំងយើងឃើញថាការដាំដុះជាលក្ខណៈគ្រួសារនៅតាមជនបទអីចឹងឯណាប៉ុន្តែតាក់ទងជាមួយនឹងប្រព័ន្ធទឹកក្នុងការស្រោចស្រពដំណាំវិញហ្នឹងគឺអេមដែរដែលយើងមិនចាំបាច់ដងទឹកស្រោចដូចសម័យមុនហ្នឹងទេបាទសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយសំខាន់តែអភ័យទោសរាល់កំហុសឆ្គងដែលកើតឡើងដោយចេតនានៅក្នុងវីដេអូនេះមានគោលបំណងក្នុងការផ្ដល់នូវការកម្សាន្តបាទសូមអរគុណសូមជម្រាបលា